Ngàyនេះខ្ញុំធ្វើទឹកកាពិមួយឆ្នាំងសម្រាប់បុកល្ហុងដោយសារតែខ្ញុំឃ្លានរសជាតិបុកល្ហុងដែលគេលក់តាមភូមិកាយខ្ញុំនៅក្មេងៗខ្ញុំបងប្អូនគេដាក់តាកាពិហើយនឹងទឹកអំពិលទុំមានតកួនមានល្ហុងអីចឹងទៅវិធីធ្វើគឺខ្ញុំដាក់ស្ករត្នោត1គីឡូកន្លះកូរវាឡើងឈ្ងុយតែដំបូងនេះខ្ញុំដាក់បាត់ទៅ1គីឡូទេចឹងស្ករមើលទៅរៀងតិចក្រោយមកបាត់ខ្ញុំថែមកន្លះគីឡូទៀតហើយស្ករនេះយើងកូរមកល្មមបានហើយមិនចាំបាច់ឲ្យវាឡើងពណ៌ក្រហមខ្លាំងទេរបស់ខ្ញុំនេះរៀងចង់ជ្រុលហើយបងប្អូនហើយក្រោយមកចាំដាក់កាពិចូល1គីឡូដែរហើយពេលដាក់កាពិចូលហ្នឹងបងប្អូនអាចបិទហ្គាសឬក៏លើកឆ្នាំងចេញពីចង្ក្រានសិនទៅក្រែងលោស្ករខ្លោចហើយចាំយើងកូរកាពិជាមួយនឹងស្ករនោះចូលគ្នាឲ្យសព្វសិនពេលដែលវាចូលគ្នាសព្វហើយយើងបើកហ្គាសមកវិញមករួចហើយយើងបន្តកូរមួយស្ទុះទៀតចាំថែមទឹកត្រីមួយកូនចានចង្កឹះឬក៏ស្មើនឹង2ខាំយើងដាក់ទឹកត្រីចូលហើយយើងកូរមួយស្ទុះទៀតឲ្យវាឡើងឈ្ងុយល្អមែនទែនចាំចាក់ទឹកចូលមួយចានចង្កឹះតែបើបងប្អូនចង់បានកាពិរាងរាវអាចថែមទឹកទៅតាមនឹងបានក្រោយពីយើងកូរមកស្ទុះកាពិយើងឡើងឈ្ងុយដាច់ទឹកល្អហើយចាំយើងដាក់បង្គាក្រៀមចូលមួយចានចង្កឹះដែរតែបង្គាក្រៀមហ្នឹងគឺដាក់ក៏បានអត់ដាក់ក៏បានតែប៉ុណ្្នឹងរួចហើយយើងច្រកដាក់ដបដាក់កែវទុកនៅខាងក្រៅក៏បានក្នុងទូទឹកកកក៏កាន់តែល្អដោយសារក្រែងលោថាវាខូចឬក៏ដបផ្សិតអីដោយយើងអត់ដឹងទុកជាមុនអីចឹងណាបងប្អូនកាពិរួចហើយអត់ចាំយូរទេបុកល្ហុងយកតែម្ដងហើយដូចបងប្អូនឃើញចឹងគ្រឿងបុកល្ហុងខ្ញុំអត់មានអីច្រើនទេដំបូងបុកខ្ទឹមហើយនឹងម្ទេសបន្ទាប់មកខ្ញុំដាក់សណ្តែកដីសណ្តែកគួរហើយនឹងបង្គាក្រៀមយំវាតិចមកបន្ទាប់មកទៀតបានដាក់ពេញប៉ោះហើយក្រោយមកខ្ញុំដាក់ទឹកកាពិហើយទឹកអំពិលទុំហើយនឹងក្រូចឆ្មាក្រោយមកយើងលាយវាចូលគ្នាសព្វទៅគ្រឿងបុកល្ហុងគឺមានតែប៉ុណ្្នឹងទេបងប្អូនដោយសារតែកាពិរបស់យើងវាមានជាតិប្រៃផ្អែមស្រាប់ហើយចឹងខ្ញុំអត់មានថែមគ្រឿងអីទៀតទេហើយយើងដាក់ល្ហុងដាក់តកួនដាក់អីចឹងមកតើបងប្អូនចូលចិត្តបន្លែអីដាក់នឹងមកតែប៉ុណ្្នឹងរួចហើយ